សម្រាលការរំបាករបស់ជីវរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយបង្កដោយគ្រោះធម្មជាតិផ្សេងៗនៅថ្ងៃច័ន្ទទី12ខែឧសភាឆ្នាំ2025លោកសុចពិសីប្រធានកិត្តិយសអនុសាខាកាកបាទខុងកម្ពុជាស្រុកពងរោលោកសុកសំអល់ប្រធានគណៈកម្មាធិការអនុសាខាស្រុកនិងសហការីបានទទួលបច្ច័យតេជទានពីព្រះវិសុទ្ធិចរិយានុបាលឈុនឌីណាព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាអនុគុណស្រុករួមទាំងព្រះមន្ត្រីសង្ឃនិងព្រះគ្រូចាតកាវត្តទាំង39វត្តប្រគល់ជូនដល់អនុសាខាស្រុកសម្រាប់ទុកដោះស្រាយឆ្លើយតបដល់គ្រួសាររងគ្រោះនិងងាយរងគ្រោះក្នុងឱកាសនោះព្រះដេចគុណឈុនឌីណាបានមានថេរដីកាស្វាគមន៍ចម្រើនពរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទខុងកម្ពុជាដែលមានសម្ដេចគតិបណ្ឌិតប៊ុនរនីហ៊ុនសែនជាប្រធានក៏ដូចជាសាខាកាកបាទខុងកម្ពុជាខេត្តស្វាយរៀងអនុសាខាកាកបាទខុងកម្ពុជាស្រុកកំពង់រោដែលបានអនុញ្ញាតឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទបានចូលរួមចំណែកធ្វើសង្ឃទានរួមគ្នាជាមួយកាកបាទខុងកម្ពុជាដែលជាស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលត្រូវការឲ្យជួយជាចាំបាច់ជាមួយគ្នានេះលោកសុចពិសីប្រធានគណៈកិត្តិយសអនុសាខាបាននាំមកនៅការផ្ដាំផ្ញើថ្លែងអំណរព្រះគុណនិងគុណពីសំណាក់អាដាមពេញពោធិ៍សាត់ប្រធានគណៈកម្មាធិការសាខាប្រគេនចំពោះទឹកព្រះទ័យនិងទឹកចិត្តជ្រះថ្លារបស់ព្រះសង្ឃគណៈកម្មាធិការវត្តនិងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ដែលបានចែករំលែកនៅទេយ្យទានទាំងអស់នេះមកជូនដល់អនុសាខាកាកបាទខុងកម្ពុជាស្រុកនាពេលនេះសម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងសហគមន៍តាមរយៈអំណាចនៃបុណ្យដែលបានធ្វើនៅថ្ងៃនេះលោកប្រធានកិត្តិយសអនុសាខាបានបួងសួងដល់ព្រះគុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោកប្រោះព្រំផ្ដល់នៅពរជ័យសិរីសួស្តីសូមឲ្យព្រះរាជាណាចក្រកម្ពុជាបន្តស្ថិតនៅក្នុងសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍជានិច្ចនិងសូមបួងសួងដល់ព្រះសង្ឃគ្រប់ព្រះអង្គសូមមានព្រះសុខភាពល្អព្រះជន្មាយុយឺនយូរដើម្បីបន្តទ្រទ្រង់វិស័យពុទ្ធសាសនាឲ្យបានគង់វង្សរីកចម្រើនតរៀងទៅលោកសុចពិសីបានសន្យាថាអំណោយទាំងអស់នេះអនុសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់គ្នាឲ្យបានទាន់ពេលវេលាសមស្របទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទានអំណោយដែលទទួលបានរួមមានអង្ករ480គីឡូក្រាមទឹកផ្លែឈើ6កេសទឹកសុទ្ធ21កេសមី20កេសត្រីខ23កំប៉ុងទឹកត្រី8យួរទឹកស៊ីអ៊ីវ6យួរស្ករស8គីឡូក្រាមអំបិល10គីឡូក្រាមប៊ីចេង6គីឡូក្រាមប្រេងឆា5ដបបំពង់ទឹកក្តៅ1តែ6កញ្ចប់បឡុងធំ14ស្លាដក់5និងបច្ច័យចំនួន1.6 លានរៀល